តើសាការីគឺជាអ្នកណាយើងនិយាយជាក់ស្ដែងសាការីគឺជាមន្ត្រីសាធារណៈដែលទទួលបានការតែងតាំងដោយព្រះក្រិតនិងទទួលបាននៅប្រតិភូកម្មអំណាចពេលរាជរដ្ឋាភិបាលនៅក្នុងការតាក់តែងលិខិតជាតភូមិបញ្ជាក់អំពីលក្ខណៈពិតប្រាកដត្រឹមត្រូវធានារ៉ាប់រងនឹងការបរិច្ឆេទតម្កល់ទុកនិងការចេញសេចក្តីចម្លងលិខិតយថាភូតនៃលិខិតទាំងឡាយដែលត្រូវតែមានការបញ្ជាក់សួរថានៅពេលដែលសាការីធ្វើការងារទាំងអស់ហ្នឹងគាត់ធ្វើនៅណាសាការីគឺគាត់ធ្វើការងារនៅមន្ទីរសាការីប្រកបសាការីមិនមានបើកជាការិយាល័យទេប៉ុន្តែបើកជាមន្ទីរសាការីបញ្ញត្តិពាក់ព័ន្ធនឹងវិជាជីវៈសាការីការគ្រប់គ្រងវិជាជីវៈសាការីការតែងតាំងសាការីនិងការបង្កើតមន្ទីរសាការីដែលឡែកនៅក្នុងប្រទេសកម្ពុជាយើងវិញសាការីនៅប្រជាណាចក្រកម្ពុជាត្រូវបានបង្កើតឲ្យមានតាមរយៈព្រះរាជក្រមលេខ910 នសនៅសតវត្សទី20នៅថ្ងៃទី4វិច្ឆិកាឆ្នាំ1954ព្រះរាជក្រឹត្យលេខ129បរោចុះថ្ងៃទី18មិនិនាឆ្នាំ1965បានតែងតាំងសាការីចំនួន5រូបអនុក្រឹត្យលេខ505អនុក្រតចុះថ្ងៃទី4ធ្នូ2001ធម្មតាសាការីនៅពេលដែលគាត់បញ្ចប់ការរៀនផ្នែកទ្រឹស្ដីនិងកម្មសិក្សាត្រូវទទួលការតែងតាំងសិនហើយបន្ទាប់មកគាត់ចង់បើកមន្ទីរត្រូវមានការតែងតាំងសិនទើបគាត់អាចបើកមន្ទីរសាការីនឹងបានដូចគ្នា